រឿងក្របីស្រុកនិងក្របីព្រៃក្នុងអតីតសម័យមានក្របីពីរមួយជាក្របីស្រុកមួយទៀតជាក្របីព្រៃសត្វទាំងពីរនេះស្រឡាញ់គ្នាណាស់ដេកនៅស៊ីចុកជាមួយគ្នាពុំដែលឃ្លាតទន្សាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះក៏រកបបាយកលធ្វើឲ្យបែកចេញពីគ្នាថ្ងៃមួយវាដើរចូលមករកសត្វក្របីទាំងពីរនោះហើយនិយាយថាណែបងក្របីទាំងពីរអើយចូលបងឯងកុំដេកដើរស៊ីចុកជាមួយគ្នាប្រយ័ត្នតែមនុស្សអ្នកស្រុកគេឃើញគេនឹងចាប់បងឯងទាំងពីរនាក់យកទៅប្រើប្រាស់មិនខានក្របីព្រៃឮទន្សាយនិយាយដូច្នេះក៏ភ័យខ្លាចមានគ្រោះថ្នាក់ដោយពាក្យទន្សាយមែនចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏នៅស៊ីចុកដទៃពីគ្នាក្នុងការនៅបែកគ្នានេះសត្វទាំងពីរក៏តែងតែនឹកអាល័យដល់គ្នានឹងគ្នារកទីបំផុតគ្មានដោយធ្លាប់បាននៅរួមរយៈជាមួយគ្នាអស់កាលដ៏យូរលុះយូរទៅក្របីទាំងពីរក៏ភ្លេចនឹកគ្នាទៅវិញទៅមកទន្សាយបានដឹងថាក្របីទាំងពីរបែកគ្នាលែងនឹកគ្នាដល់គ្នាទៀតហើយក៏ដើរទៅរកក្របីព្រៃនិយាយថាណែបងក្របីខ្ញុំបានលើក្របីមួយគេនិយាយថាគេខ្លាំងពូកែណាស់គេរកតែគូនឹងជលលបងរឹតគ្នាក្របីព្រៃលឺដូច្នេះខឹងណាស់និយាយថាចាបងទន្សាយក្រមមេឃលើដីមានតែខ្ញុំទេឥឡូវមានអាក្របីណាមកអួតក្អេងក្អាងថាខ្លួនវាខ្លាំងពូកែជាងខ្ញុំចុះបងឯងទៅហៅវាមកយើងនឹងជល់ប្រឡងរឹតគ្នាទន្សាយក៏ទៅប្រាប់ក្របីស្រុកថាណែបងក្របីស្រុកក្របីព្រៃគេខឹងនឹងបងឯងណាគេថាឲ្យបងឯងទៅជួបនឹងជល់ប្រឡងរឹតគ្នាម្ដងឲ្យដឹងដៃទន្សាយឡើងជិះលើខ្នងក្របីស្រុកជូនដំណើរទៅឲ្យជួបនឹងក្របីព្រៃលុះទៅដល់ភ្លាមក្របីព្រៃក៏ស្ទុះមកវាត់ក្របីស្រុកយ៉ាងសាហាវក្របីទាំងពីរក៏ប្រយុទ្ធគ្នាអស់ពេលយ៉ាងយូរមិនឈ្នះមិនចាញ់ក៏បែកចេញចាកគ្នាមួយនៅស្រុកមួយទៅនៅក្នុងព្រៃលែងជួបគ្នាតាំងពីនោះរហូតមកដល់សប្តាហ៍នេះរឿងនិទានខ្លីខ្ញុំក៏បានបញ្ចប់ត្រឹមនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងសង្ឃឹមថានឹងជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅវីដេអូបន្តទៀតសូមអរគុណនិងសូមជម្រាបលា